ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកលោកពូទីននឹងបើកកិច្ចប្រជុំកំពូលជាមួយលោកម៉ូឌីនៅទីក្រុងញូវដេលីប្រភព200 តថ្ងៃទី5 ខែធ្នូឆ្នាំ2025ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីលោក Narendra Modi នៅញូវដេលីនាថ្ងៃសុក្រនេះក្នុងគោលបំណងជំរុញពាណិជ្ជកម្មជាមួយអ្នកទិញអាវុធនិងប្រេងតាមសមុទ្រដ៏ធំរបស់រុស្ស៊ីខណៈដែលទុនកម្មលោកខាងលិចកំពុងបង្កភាពតានតឹងដល់ទំនាក់ទំនងរាប់ទសវត្សរ៍របស់ពួកគេលោកពូទីនកំពុងបំពេញទស្សនកិច្ចលើកដំបូងរបស់លោកនៅឥណ្ឌាក្នុងរយៈពេល4ឆ្នាំខណៈដែលញូវដេលីកំពុងជាប់រវល់ក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីកាត់បន្ថយការដាក់ទណ្ឌកម្មពន្ធគយដែលកំណត់ដោយប្រធានាធិបតីលោក Donald Trump លើទំនិញរបស់ខ្លួនទាក់ទងនឹងការទិញប្រេងរុស្ស៊ីរបស់ឥណ្ឌាទីក្រុងម៉ូស្គូគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់ឥណ្ឌាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយបាននិយាយថាខ្លួនចង់នាំចូលទំនិញឥណ្ឌាបន្ថែមទៀតក្នុងគោលបំណងបង្កើនពាណិជ្ជកម្មឲ្យដល់$100,000 លានត្រឹមឆ្នាំ2030ដែលរហូតមកដល់ពេលនេះមានលក្ខណៈអំណោយផលចំពោះរុស្ស៊ីដោយសារតែការនាំចូលថាមពលរបស់ញូវដេលីចាប់តាំងពីបណ្ដាប្រទេសនៅអឺរ៉ុបបានកាត់បន្ថយការពឹងផ្អែកលើថាមពលរុស្ស៊ីបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជិត4ឆ្នាំមុនមកឥណ្ឌាបានបង្កើនការទិញប្រេងឆៅរុស្ស៊ីដែលមានការបញ្ចុះតម្លៃលោក Michael Kugelman សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវក្រុមប្រឹក្សាអាត្លង់តិកក្នុងវ៉ាស៊ីនតោនបានសរសេរនៅក្នុងទស្សនាវដ្តី Foreign Policy សប្តាហ៍នេះថាឥណ្ឌាប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញមួយដោយការចាត់វិធានការដើម្បីពង្រឹងចំណងជាមួយទីក្រុងម៉ូស្គូឬវ៉ាស៊ីនតោនញូវដេលីប្រថុយនឹងការបង្កការរាំងស្ទះដល់ចំណងជាមួយភីគីមខាងទៀតលោកម៉ូឌីនិងលោកពូទីនក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាលើប្រធានបទផ្សេងទៀតរួមទាំងកម្លាំងពលកម្មនិងថាមពលនុយក្លេអ៊ែរស៊ីវិលដោយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងប្រកាសកិច្ចព្រមព្រៀងថ្មីៗដើម្បីបង្ហាញពីភាពធន់នៃទំនាក់ទំនងរបស់ពួកគេ We are taking together with some partners including the United States on a possible peaceful settlement. Спасибо вам за это внимание и спасибо за ваши усилия, направленные на មេដឹកនាំឥណ្ឌាបានទទួលស្វាគមន៍លោកពូទីនដោយការអោបនិងចាប់ដៃគ្នានៅពេលដែលលោកដើរចុះតាមកម្រាលព្រំក្រហមបន្ទាប់ពីមកដល់ព្រលានយន្តហោះក្បែរញូវដេលីកាលពីថ្ងៃប្រហ័សសម្រាប់ការបំពេញទស្សនកិច្ចរយៈពេល2ថ្ងៃក្រោយមកលោកម៉ូឌីបានរៀបចំអាហារពេលល្ងាចឯកជនសម្រាប់ប្រធានាធិបតីរុស្ស៊ីនៅឯលំនៅឋានរបស់លោកគណៈប្រតិភូធរកិច្ចនិងរដ្ឋាភិបាលបានអំដំណើរលោកពូទីនសម្រាប់ការបំពេញទស្សនកិច្ចនេះរួមទាំងរដ្ឋមន្ត្រីការពារជាតិរបស់លោកអាន់ដ្រេបេឡូសូវដែលបានបើកកិច្ចចរចាជាមួយសមាភាគីឥណ្ឌារបស់លោករ៉ាច់ណាតស៊ីងកាលពីថ្ងៃប្រហ័សក្រសួងការពារជាតិឥណ្ឌាបាននិយាយបន្ទាប់ពីកិច្ចចរចាថាលោកបេឡូសូវបានថ្លែងថាឧស្សាហកម្មការពារជាតិរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រឥណ្ឌាឆ្ពោះទៅរកការគ្រប់គ្រងខ្លួនឯងនៅក្នុងវិស័យផលិតកម្មការពារជាតិលោកពូទីនបានមកដល់ឥណ្ឌាមួយថ្ងៃបន្ទាប់ពីបើកកិច្ចចរចាជាមួយបេសកជនកំពូលរបស់លោកត្រាំស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែពួកគេមិនបានឈានដល់ការសម្របសម្រួលណាមួយឡើយឥណ្ឌាបានប្រឆាំងនឹងការថ្កោលទោសរុស្ស៊ីចំពោះសង្គ្រាមនេះហើយបានអំពាវនាវរកសន្តិភាពតាមរយៈកិច្ចសន្ទនានិងការទូតខណៈពេលដែលនិយាយថាចំណងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូកំពុងត្រូវបានកំណត់គោលដៅដោយអយុត្តិធម៌ពីសំណាក់បណ្ដាប្រទេសលោកខាងលិចដែលបន្តធ្វើពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូនៅពេលដែលវាស្ថិតនៅក្នុងផលប្រយោជន៍របស់ពួកគេ។